មានមនុស្សជាច្រើនបានសួរខ្ញុំថាធ្វើម៉េចទើបអាចទុកចិត្ត V-Money បានសំណួរមួយនេះគឺពិតជាល្អតែពួកគាត់ចេះឆ្ងល់ទៅលើចំណុចមួយហ្នឹងដោយសារតែនៅពេលដែលយើងត្រូវការប្រើប្រាស់ទៅលើសេវាហិរញ្ញវត្ថុណាមួយយើងប្រកាសណាថាមិន focus ទៅលើតែការអនុម័តដែលលឿនហើយនិងរហ័សតែប៉ុណ្ណោះទេយើងគួរតែមើលថាតើសេវាកម្មមួយនោះមានភាពច្បាស់លាស់ដែរឬទេហើយមានព័ត៌មានដែលយើងអាចធ្វើការសិក្សាស្វែងយល់បន្ថែមដោយខ្លួនឯងបានដែរឬទេជាមួយ V-Money ក្រៅពីការអនុម័តដែលមានលក្ខណៈលឿនរហ័សរាល់ព័ត៌មានកម្ចីលក្ខខណ្ឌនិងដំណើរការនៃការស្នើសុំនឹងត្រូវបានបើកបង្ហាញយ៉ាងច្បាស់តាមរយៈគេហទំព័រផ្លូវការរបស់យើងដែលអ្នកទាំងអស់គ្នាអាចធ្វើការចូលទៅសិក្សាអំពីលក្ខខណ្ឌនិងសេវាកម្មរបស់ពួកយើងមុនពេលសម្រាប់ចិត្តធ្វើការប្រើប្រាស់បានក្រៅពីនេះ V-Money ជាស្ថាប័នមួយដែលត្រូវបានបើកដំណើរការដោយស្របច្បាប់និងទទួលបានការទទួលស្គាល់ពីស្ថាប័នរដ្ឋដោយពួកយើងបានចុះបញ្ជីពាណិជ្ជកម្មជាមួយនឹងក្រសួងពាណិជ្ជកម្មទទួលបានអាជ្ញាប័ណ្ណអាជីវកម្មបញ្ចាំនិងប្រតិភោគដោយអនុប្រធានពីនាយកករអចលនវត្ថុនិងបញ្ចាំហើយយើងក៏ទទួលបានវិញ្ញាបនបត្រសេវាអនឡាញពីក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាផងដែរបន្ថែមពីនេះដែរក្នុងពេលថ្មីៗនេះក្រុមហ៊ុនទទួលបានពានរង្វាន់ឆ្នើមរហូតដល់ទៅ2ពីសំណាក់កម្មវិធី2ផ្សេងៗគ្នាដោយពានរង្វាន់ទី1គឺជាពានរង្វាន់សេវាកម្មឆ្នើមលេខ1របស់កម្មវិធីនវានុវត្តន៍មិនច្រាស់រដូវកាលទី5កាលពីឆ្នាំ2025កន្លងទៅដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរកិច្ចថ្មីដេជោដែលហៅថាដេជោ Startup Center ចំណែកពានរង្វាន់ទី2គឺជាពានរង្វាន់ធុរកិច្ចឆ្នើមជាងគេលេខ1ពីសំណាក់កម្មវិធីមគ្គុទ្ទេសក៍ធុរកិច្ចខ្មែរដែលត្រូវបានរៀបចំឡើងដោយសហគ្រិនខ្មែរ Enterprise កាលពីដើមឆ្នាំ2026កន្លងទៅទាំងអស់នេះហើយគឺជាមូលដ្ឋានដែលបង្ហាញថាក្រុមហ៊ុន V-Money កំពុងតែធ្វើការផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុដោយស្របច្បាប់ដែលបងទាំងអស់គ្នាអាចធ្វើការទុកចិត្តបានព្រមទាំងប្រើប្រាស់ប្រកបដោយទំនុកចិត្ត